បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែ3ថ្ងៃនេះខ្ញុំមកបញ្ជាក់ជូនពុកម៉ែបងប្អូនអំពីកញ្ចក់អណ្ដើកបាទដោយសារតែមានបងគាត់ឆាតមកសួរឲ្យបង្ហាញឲ្យច្បាស់ពីកញ្ចក់អណ្ដើកបាទអញ្ចឹងនេះជាកញ្ចក់អណ្ដើកដែលយកមកធ្វើថ្នាំសរសៃថ្នាំស្ពឹកថ្នាំបំបត្តិការឈឺចាប់បាទនេះផ្លែបែបនេះផ្លែខ្ចីបាទផ្លែខ្ចីនេះក៏ជាផ្លែខ្ចីហើយនេះផ្កាបាទពុកម៉ែបងប្អូនបាទអញ្ចឹងកញ្ចក់អណ្ដើកមានពីរប្រភេទមួយទៀតมันអាចធ្វើជាថ្នាំបានទេធ្វើជាបន្លែបានតែនេះកញ្ចក់អណ្ដើកនេះអាចធ្វើជាថ្នាំនេះជាផ្កានេះជាផ្លែខ្ចីនេះជាផ្លែទុំបាទផ្លែទុំបែបនេះបាទហើយស្លឹកបែបនេះបាទឃើញទេស្លឹកនេះខាងក្រោមស្លឹកផ្នែកខាងលើនេះស្លឹកបាទហើយកន្លែងដែលខ្ញុំថតនេះបាទតំបន់ភ្នំព្រៃរបស់កាលមុនព្រៃហ្នឹងខ្ពស់ពោះដើមឈើគេកាប់អស់ឥឡូវនៅសល់ឈើកំពុងដុះថ្មីបាទហើយខាងខ្ញុំនេះមានរុក្ខជាតិជាច្រើននឹងបង្ហាញជូនពុកម៉ែបងប្អូនបន្តទៀតបាទកាលមុនខានថតមួយរយៈខានបង្ហាញជូនមួយរយៈរវល់ពេកបាទតែឥឡូវចាប់ផ្ដើមសារថ្មីវិញហើយពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនចង់ឲ្យខ្ញុំថតដើមអីថ្នាំអីអាចឆាតតាម Facebook ឬក៏ Telegram មកខ្ញុំនឹងថតបង្ហាញបន្ថែមទៀតបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាចង់បានថ្នាំខ្មែរផ្សេងរវល់ការងារច្រើនមិនបានរកដោយខ្លួនឯងអាចទាក់ទងមកខ្ញុំបានតាមរយៈលេខ097 31 13និង046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលីងនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏តាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាមានចម្ងល់អីបាទចង់ពិគ្រោះជំងឺក៏អាចទេមកបានឆាតមកបានប៉ុន្តែបញ្ជាក់ជូនថាខាងខ្ញុំនេះអត់សូវមានសេវាទូរស័ព្ទពេលខ្លះអត់មានទេដើរកាប់ថ្នាំកោះថ្នាំក្នុងព្រៃរាល់ថ្ងៃណាអញ្ចឹងពុកម៉ែបងប្អូនអាចឆាតតាម Telegram ឬក៏ Facebook ស្រួលជាងហើយបើសិនជាទេមកចូលបានគឺទេមកចុះបាទពុកម៉ែបងប្អូនបើសិនជាខាងខ្ញុំនេះមិនបានលើកទូរស័ព្ទក៏គង់នឹងលើកឆ្លើយតបនៅពេលក្រោយបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ